ជំរាបសួរបងប្អូនប្រជាកសិករដែលធ្វើនៅស្រូវប្រាំងពូជ OM5411 ក្នុងដំណាក់កាលទី1ដើមឆ្នាំដែលយើងធ្វើស្រូវប្រាំងហើយមានបញ្ហាជួបពពួកបញ្ហាស្មៅកន្ទុយឆ្កែឬក៏ស្មៅកន្ទុយកង្កោកហើយបងប្អូនមានបញ្ហាស្មៅធំដែលយើងអាចជាបាញ់កម្ចាត់មិនបានឥឡូវបងប្អូនមកតាមដានលទ្ធផលដែលខ្ញុំបានបាញ់ថ្នាំកម្ចាត់ស្មៅកន្ទុយឆ្កែឬស្មៅកន្ទុយកង្កោករយៈពេល5ថ្ងៃឥឡូវខ្ញុំមកមើលលទ្ធផលដែលខ្ញុំបាញ់ហើយ5ថ្ងៃគឺដីនេះ 55A យើងបាញ់ថ្នាំអស់2ដបគឺយើង M99 យើងប្រើ 150cc ក្នុងមួយធុងក្នុងព្រៃដីកន្លះតាននេះគឺយើងបាញ់7ធុងកន្លះបាទបងប្អូនមើលនេះ7ធុងកន្លះលទ្ធផលដែលយើងបានថ្ងៃនេះគឺបងប្អូនមកមើលស្មៅធំប៉ុន្តែស្មៅរលួយអស់ហើយស្មៅធំប៉ុន្តែរលួយងាប់អស់ហើយបងប្អូនមើលនេះគឺងាប់ស្អាតបាទគឺងាប់អស់ហើយមិនថាធំប៉ុណ្ណាទេមិនថាធំយ៉ាងណាទេគឺងាប់រលួយបាទនេះស្មៅធំខ្ញុំបាននឹងនាំទៅមើលកន្លែងដែលស្មៅក្រាស់ស្មៅច្រើនគឺងាប់ស្អាតចង់និយាយថាគឺងាប់ស្អាតបងប្អូនមើលនេះបាទមើលជាក់ស្ដែងនេះរយៈពេលតែយើងបាញ់គឺរយៈពេលបាន5ថ្ងៃបន្ទាប់ពីយើងបាញ់ M99 150cc លាយជាមួយប្រេងជំរាបបាទគឺយើងប្រើប្រេងជំរាបពពួកសេវេត 10cc ក្នុងមួយធុងបាទនេះបងប្អូនមើលគឺងាប់រលួយអស់ហើយនេះគឺដើមខ្លះដែរគឺវាអត់ទាន់ងាប់ទេតែវាចាប់ដើមរលួយគួលហើយបងប្អូនមើលគួលខ្មៅហើយរលួយហើយគឺស្មៅបើសិនជាក្នុងដំណាក់កាលដែលវារលួយគួលប៉ុណ្ណេះហើយគឺអត់នៅទេបងប្អូនអញ្ចឹងគឺចង់និយាយបញ្ជាក់បន្ថែមថាលទ្ធផលជាក់ស្ដែងគឺយើងជោគជ័យបាទគឺយើងប្រើប្រាស់ M99 នេះគឺយើងជោគជ័យនេះបងប្អូនមើលជោគជ័យបាទបើសិនបងប្អូនមានបញ្ហាពពួកស្មៅពពួកសត្វល្អិតពពួកជំងឺបងប្អូនអាចតំណែងមកក្នុង page channel YouTube របស់ខ្ញុំបានដើម្បីប្រឹក្សាឬក៏ដើម្បីចង់ដឹងអំពីការព្យាបាលនិងការការពារនៅពពួកបញ្ហាជំងឺស្មៅសត្វល្អិតបាទគឺខាងខ្ញុំជួយបងប្អូនបានតាមកលៈទេសៈដែលការគួរជួយបានបាទមកទីមើលស្មៅគឺងាប់ហើយបាទនេះគឺ10ឆ្នាំដែលយើងបានប្រើប្រាស់ស្រែនេះគឺ2ដបគឺយើងប្រើ 150cc ក្នុងមួយធុង2ដបនេះយើងបាញ់បាន7ធុងហើយយើងបូកលាយជាមួយប្រេងជំរាបសេវេត 10cc បាទនេះបងមើលគឺស្រែនេះគឺដែលយើងបានបាញ់រយៈពេល5ថ្ងៃស្មៅគឺងាប់ស្អាតបងមើលគឺងាប់ស្អាតមែនតើស្មៅចាប់ដើមរលួយហើយបាទសូមអរគុណសូមជួយ Subscribe Channel YouTube ខ្ញុំមួយផងដើម្បីទទួលបានចំណេះដឹងបន្ថែមនិងស្វែងយល់អំពីបញ្ហាជំងឺស្រូវពពួកស្រូវប្រាំងបាទសូមអរគុណ